Sophie ហេតុអ្វីបានជាឯងនៅទីនេះឯងនៅគ្រប់ទីកន្លែងតែម្ដងថ្ងៃនេះជាថ្ងៃធំរបស់យើងឯងគួរតែចាក់ចេញទៅឥឡូវនេះខ្ញុំប្រាប់ឯងហើយថាខ្ញុំមិនចង់ឃើញមុខឯងទៀតទេហេតុអ្វីបានជាឯងនៅតែបង្ហាញខ្លួនទៀតខ្ញុំធំដឹងក្តីនៅទីនេះហើយថ្ងៃនេះខ្ញុំត្រូវបានគេអញ្ជើញមកទីនេះឯងត្រូវបានគេអញ្ជើញចុះបើអញ្ចឹងមានន័យថានាងអាចជារាឆែលឬមិនអាចទេតើខ្ញុំកំពុងគិតពីអ្វីហ្នឹងវាមិនអាចទៅរួចទេខ្ញុំមិនខ្វល់ថាឯងត្រូវបានគេអញ្ជើញឬអត់នោះទេឯងត្រូវតែចាក់ចេញឥឡូវនេះលោកស្រីស្មេកសូហ្វីតើមានការយល់ច្រឡំអ្វីមែនទេតើមានរឿងអ្វីកើតឡើងហ្នឹងអ្នកស្រីក្រូសអ្នកមិនដឹងរឿងទេសូហ្វីគឺជាស្ត្រូវរបស់គ្រួសារយើងប្រញាប់ដេញនាងចេញទៅឥឡូវនេះស្ត្រូវតើសូហ្វីបានធ្វើអ្វីខ្លះភាពថ្លើមធំរបស់នាងក្នុងការប្រមាថគ្រួសារស្មេកសូហ្វីតើមានរឿងអ្វីកើតឡើងហ្នឹងអ្នកស្រីក្រូសខ្ញុំពិតជាមានការយល់ច្រឡំជាមួយពួកគេមែនយល់ច្រឡំឬឯងដណ្ដើមគូដណ្ដឹងរបស់រាឆែលពីនាងវាជាការពិតមិនមែនការយល់ច្រឡំទេអ្វីទៅសូហ្វីជាអ្នកបំផ្លាញគ្រួសារគេហើយនាងថែមទាំងដណ្ដើមបុរសរបស់គេទៀតផងវាជាការពិតហើយយើងបានរកឃើញនាងហើយយើងបានរកឃើញកញ្ញាស្មេតហើយប្រញាប់ឡើងពិនិត្យមើលថាជានរណាសូហ្វីតើរឿងនោះជាការពិតមែនទេមិនមែនទេរឿងនេះវាស្មុគស្មាញណាស់ហើយខ្ញុំមិនអាចពន្យល់នៅពេលនេះបានទេសូហ្វីវាស្មុគស្មាញឬមួយក៏ឯងមិនអាចការពារខ្លួនឯងបានអ្នករាល់គ្នាស្ដាប់ឲ្យច្បាស់គ្រួសារយើងដំបូងឡើយមានការភ្ជាប់ពាក្យជាមួយគ្រួសារលីនប៉ុន្តែសូហ្វីបានបដិញ្ញាចិត្តថានឹងឡើងឋានៈសង្គមដោយសារតែល្បិចកលរបស់នាងក៏បានលួចតាក់ទងជាមួយលូកាហើយថែមទាំងមានកូនជាមួយគេទៀតផងឥឡូវនេះនាងកំពុងប្រើកូនរបស់គេដើម្បីគំរាមយើងឲ្យលុបចោលការភ្ជាប់ពាក្យតើបែបនោះមិនធ្វើឲ្យនាងខ្លាចជាអ្នកបំផ្លាញគ្រួសារគេទេពិតមែនហើយតើមានអ្វីត្រូវពន្យល់ទៀតទៅបើនាងមានកូនរួចទៅហើយនោះសូហ្វីខ្ញុំមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះវាមិនមែនបែបនោះទេវាជាឧបទ្ទហេតុមួយហើយខ្ញុំក៏មិនបានបង្ខំឲ្យគាត់លុបចោលការភ្ជាប់ពាក្យដែរឯងនៅតែប្រកែកទៀតគ្រួសាររបស់យើងឥឡូវនេះត្រូវមានចំនួនក៏ដោយសារតែឯងអូចឹងអ្នកដែលទើបតែធ្វើការបរិច្ចាគមិនមែនជាប្តីរបស់នាងទេតែជាប្រភពចំណូលរបស់នាងសូហ្វីហេតុអ្វីបានជាឯងអាចធ្វើរឿងបែបនេះបានតើឯងភ្លេចនៅអ្វីដែលអ្នកស្រីក្រូសបានបង្រៀនយើងហើយប្រសិនបើអ្នកដឹងថានាងមកពីមណ្ឌលកុមារកំព្រារបស់អ្នកតើនរណាហ៊ានមកសុំកូនចិញ្ចឹមពីទីនេះទៅសូហ្វីតើអ្វីដែលពួកគេនិយាយជាការពិតមែនទេពិតណាស់គ្រូសាលីនបានលុបចោលការភ្ជាប់ពាក្យជាមួយរ៉េក៏ដោយសារតែនាងដែរលោកស្មេកលទ្ធផលចេញមកហើយខ្ញុំបានចិញ្ចឹមឯងមកដោយក្តីសង្ឃឹមយ៉ាងខ្ពស់ explicitly ហេតុអ្វីបានជាឯងទៅបំផ្លាញទំនាក់ទំនងរបស់នរណាម្នាក់ទៅវិញអ្នកស្រីក្រូសអ្នកដឹងស្រាប់ហើយថាយើងមិនមែនជាមនុស្សគ្មានហេតុផលនោះទេដូចនេះសូមដេញនាងចេញទៅហើយកាត់ផ្តាច់ទំនាក់ទំនងជាមួយនាងទៅនាងត្រូវបានហាមឃាត់មិនឲ្យចូលមណ្ឌលកុមារកំព្រានេះទៀតទេអ្នកស្រីក្រូសយើងនឹងមិនយកយល់ឡើយប្រសិនបើអ្នកបដិសេធមិនចាត់ការអ្នកស្រីក្រូសទីនេះគឺជាផ្ទះរបស់ខ្ញុំកុំដេញខ្ញុំចេញអីអ្នកស្រីក្រូសប្រញាប់ឡើងដេញសូហ្វីចេញទៅយើងមិនចង់រាប់អាននាងទេអ្នកស្រីក្រូសតើអ្នកកំពុងរងចាំអ្វីទៀតតើអ្នកកំពុងរងចាំឲ្យពួកយើងចូលទៅអន្តរាគមន៍ជំនួសវិញមែនទេសូហ្វីចេញទៅកុំត្រឡប់មកវិញឲ្យសោះអ្នកស្រីក្រូសខ្ញុំធំដឹងក្តីនៅទីនេះកុំដេញខ្ញុំចេញអីតើឯងព្រមចាក់ចេញឬអត់អ្នកស្រីក្រូសសូហ្វីឯងសំតែទទួលបានការប្រព្រឹត្តបែបនេះហើយចំពោះការដណ្ដើមគូដណ្ដឹងរបស់រ៉េចាក់ចេញទៅឯងមិនមែនជាចំណែករបស់ពួកយើងទេកុំត្រឡប់មកវិញឲ្យសោះអ្នកស្រីក្រូសតើមានរឿងអ្វីកើតឡើងនឹងរ៉េនាងបានដណ្ដើមបុរសរបស់កូនដូច្នេះម៉ាក់បានសងសឹកឲ្យកូនហើយឈប់ទៅតើឯងមិនអីទេអ៊ីថានហេតុអ្វីបានជាឯងកាន់ជើងនាងទៅវិញអ៊ីថានតើឯងនៅមានសត្រូវគ្រាន់ទេមែនទេនាងបានដណ្ដើមគូដណ្ដឹងរបស់បងស្រីឯងហេតុអ្វីបានជាឯងការពារនាងម៉ាក់នាងគឺជារ៉េរ៉េកូនជារ៉េកូនស្រីរបស់ម៉ាក់រ៉េកូនស្រីរបស់ម៉ាក់អ្នកគឺជាម៉ាក់របស់ខ្ញុំមែនទេរ៉េទីបំផុតពួកយើងបានរកឃើញកូនហើយបន្ទាប់ពីជាច្រើនឆ្នាំមកនេះវាជាកំហុសរបស់ម៉ាក់ទាំងអស់ម៉ាក់មិនបានចំណាំកូនពីមុនមកទេហើយថែមទាំងបានប្រមាថកូនទៀតផងម៉ាក់សុំទោសណារ៉េម៉ាក់ពិតជាសុំទោសខ្លាំងណាស់មិនអាចទេតើរឿងនេះអាចទៅរួចយ៉ាងដូចម្ដេចហេតុអ្វីបានជាឡានរបស់គ្រួសារស្មេកនៅទីនេះតើពួកគេមកទីនេះដើម្បីបង្កបញ្ហាដល់សូហ្វីម្ដងទៀតមែនទេសូហ្វីលែងនាងទៅ
តើអញបានធ្វើអ្វីខ្លះដាក់នាងតើអញបានធ្វើអ្វីខ្លះដាក់សូហ្វី អូ តើអញបានធ្វើអ្វីខ្លះដាក់សូហ្វី លូកាសខ្ញុំបានរកឃើញបងស្រីរបស់ខ្ញុំហើយ ខ្ញុំសុំទោសប៉ុន្តែខ្ញុំនៅតែមិនអាចរៀបការជាមួយរ៉ាឆែលបានទេខ្ញុំអាចឲ្យដីដែលយើងកំពុងធ្វើការនៅជីក្រុងភាគខាងលិចទៅអ្នកដើម្បីជាការសុំទោសរបស់ខ្ញុំ លូកាសឯងអាចយកដីនោះជំនួសវិញបានគិតថាវាជាកាដូរៀបការសម្រាប់រេទៅចុះ លោកស្រីស្មីខ្ញុំពិតជាមិនអាចរៀបការជាមួយរ៉ាឆែលបានទេឥឡូវនេះខ្ញុំនៅជាមួយសូហ្វីហើយ លូកាសសូហ្វីគឺជារ៉ាឆែល តើអ្នកនិយាយថាអ្វីបាទ លូកាសតើអញនឹងរៀបការជាមួយរ៉ាឆែលទេ បាទពិតណាស់តើមានរឿងអ្វីកើតឡើងហ្នឹងតើសូហ្វីបានធ្វើអ្វីខុសមែនទេតើនាងជាអ្នកបំផ្លាញគ្រួសារគេមែនទេ អ្នកស្រីក្រូសកាលពី10ឆ្នាំមុនគ្រូសាលីនបានព្យាយាមលុបចោលការភ្ជាប់ពាក្យប៉ុន្តែដោយពិចារណាលើខ្សែស្រឡាយគ្រួសារដ៏ស្ទួចស្ដាងរបស់ពួកគេយើងមានការព្រួយបារម្ភចំពោះលូកាសតាមពិតទៅខ្ញុំគ្រាន់តែរឹងរូសពេកមិនព្រមទទួលយកការពិតប៉ុណ្ណោះខ្ញុំតែងតែគិតថាលូកាសនិងរេត្រូវបានកំណត់ឲ្យនៅជាមួយគ្នា លោកស្រីស្មីកាលនោះខ្ញុំមិនជឿលើព្រេងវាសនាទេតែឥឡូវនេះខ្ញុំជឿហើយដូច្នេះនៅទីបញ្ចប់ខ្ញុំនៅតែបាននៅជាមួយរ៉ាឆែលដដែល ហេតុអ្វីបានជាសូហ្វីទៅវិញតើនាងអាចជារ៉ាឆែលបានយ៉ាងដូចម្ដេច